มาវិញហើយមែនទេល្អណាស់ឯងខ្លាំងក្រនបើទីបំផុតលោកគ្រូអាចយកវិញ្ញាណខ្មោចពស់ធំបានហើយលោកគ្រូជាថ្មីម្ដងទៀតគ្រូមើលបានសូត្រមន្តអាគមថ្មីខាបយកវិញ្ញាណខ្មោចតៃហោងនាងម៉ៃឲ្យមករកខ្លួនសូមនាងមករកជើងមកនាងខ្មោចពស់ធំឲ្យវាឆាប់ឡើងមកឲ្យឆាប់ឡើងមកយើងនឹងចិញ្ចឹមនាងឲ្យបានល្អខ្យល់ចាប់ដាប់បក់ជាខ្លាំងហើយនេះគឺជាសញ្ញានៃការបង្ហាញវត្តមានរបស់ខ្មោចតៃហោងនាងម៉ៃមកហើយលោកគ្រូមើលចុះគួរឲ្យខ្លាចទៀតផងលោកគ្រូអើយខ្ញុំមកដល់ហើយលោកគ្រូល្អណាស់នាងខ្មោចពស់ធំងាប់ដោយវេទនាបែបនេះវាមកជាកាយសាហាវកាន់តែសាហាវវាកាន់តែល្អឆានែសុកជាខ្មែរស្រីឌីសុំជូនរឿងអាគមងងឹតខ្មែរភេទទី3ចំណែកសាកសពនាងម៉ៃនេះពេលនេះត្រូវបានរយរងដង្កេះចាស់និងចាប់ផ្ដើមហើមស្អុយក្លិនពីពេញភូមិយាយវិញហើយតើនាងម៉ៃវាធ្វើស្អីបានជាមានក្លិនស្អុយខ្លាំងម្ល៉េះវិញពួកក្រូចកាន់តែដាច់ចិត្តកាន់តែស្អុយស្ទើរទ្រាំមិនបានគាត់ស្ទើរតែក្អួតចេញមកទៅហើយចម្លែកណាស់អីក៏ស្អុយម្លឹងនាងម៉ៃអើយខ្ញុំគិតចូលទៅមើលសិនទោះស្អុយក៏នៅតែទ្រាំដែរពួកក្រូចបិទច្រមុះទ្រាំនឹងក្លិនដ៏ស្អុយដើម្បីរកមើលការពិតនេះអូពុតធោហើយនាងម៉ៃនាងអើយមិនបានជាមកបែបនេះទៅវិញពិតជាសង្វេគណាស់វើយមើលចុះសាកសពនាងម៉ៃដាច់ស្លាប់ត្រូវបានដង្កូវចាស់មានរយរោមនិងរលួយទៀតផងអាយអូទ្រាំមិនបានទេខ្ញុំទៅប្រាប់លោកមេភូមិទៅបានពួកក្រូចបានរត់ទៅផ្ទះលោកមេភូមិយ៉ាងលឿនដើម្បីជម្រាបសពហេតុការណ៍ដែលបានកើតឡើងលើនាងម៉ៃលបងមេភូមិនៅផ្ទះដែរទេនឹងអាយខ្ញុំនៅទីនេះហើយលោកប្អូនមានការអ្វីដែរនឹងបានជាភ័យស្លន់ស្លោយ៉ាងនេះគឺនាងម៉ៃបានស្លាប់ហើយថែមទាំងសាកសពរលួយអស់ទៀតផងលោកមេភូមិអើយលោកប្អូនថាម៉េចនឹងនេះមានរឿងអ្វីកើតឡើងសូមលោកមេភូមិទៅមើលដោយផ្ទាល់ចុះឲ្យឆាប់ឡើងទៅសុផលឡាសុផលបានពងប្រហែលដល់ពេលដែលត្រូវតតាំងហើយណាឆាប់ឡើងទៅរៀបចំសម្ភារៈមកទៅផ្ទះនាងម៉ៃបាទពងតោះលបងឆាប់ឡើងទៅណាលបងមើលចុះសពនាងអាក្រក់មើលណាលបងអើយប៉ុន្តែពងហើយអ្នកណាទៅអីក៏សាហាវខ្លាំងម្ល៉េះពងមុខជាវាមិនខាននោះទេលបងគួរធ្វើបែបណាបន្តទៀតទៅលបងលោកប្អូនគ្រូសុផលជួយពត់ខ្សែសីមានិងរៀបគ្រឿងសក្ការៈមកខ្ញុំនឹងហៅវិញ្ញាណនាងមកវិញណាបាទលោកពងឃើញថាមេកាន់តែងងឹតឡើងមេភូមិក៏បានសូត្របាលីដើម្បីខាបវិញ្ញាណតៃហោងឲ្យត្រឡប់មកវិញលបងខ្ញុំដូចជាខ្លាចតែលបងមិនចាំបាច់ខ្លាចអីទេហើយកម្រិតចេញពីខ្សែសីមានេះឲ្យសោះណាជៀសវាងកុំឲ្យមានគ្រោះថ្នាក់តែវាមានរឿងអីអញ្ចឹងវិញហើយនរណាហ៊ានមកប៉ះពាល់ដល់យើងយ៉ាងនេះអាចយឆាំមកបានលោកគ្រូមិលបានឲ្យនីចយបិទភ្នែករួចក៏សូត្របាលីដើម្បីឲ្យនីចយប្រែជាមនុស្សដែលមានវិញ្ញាណសន្ធិនទៅចុះឆាប់ទៅបំផ្លាញអ្នកដែលកំពុងតែប៉ះពាល់ដល់យើងភ្លាមទៅនីចយដែលមានវិញ្ញាណខ្មៅសន្ធិនក៏បានទៅដល់កន្លែងដែលមេភូមិធ្វើពិធីមួយរំពេញណែពុកនោះដូចជាពុយចយតាពុកណាមើលណានេះអាចយខ្លាចទៅជាខ្មោចហើយតើមើលនេះនោះ
មើលទៅអ្នកភូមិបានត្រូវអំពើគ្រូធ្មប់បិសាចនោះច្រើនណាស់គ្រប់គ្នាប្រយ័ត្នផងណា មេភូមិផាន់បានសុតបល័យមួយសន្ទុះរួចក៏បាននិយាយថា យើងមិនចង់ធ្វើបាបអ្នកទុនខ្សោយទេចូលអ្នកឈប់ទៅយើងមិនឈប់ទេអ្នកណាដែលហ៊ានរៀបរៀងរោមម្ចាស់របស់យើងអ្នកនោះត្រូវតែងាប់ទាំងអស់ហ្នឹង នេះចៃមិនខ្វល់ស្ដាប់អ្វីទាំងអស់បែរជាប្រាអាគមដើម្បីបំផ្លាញមេភូមិទៀតផង កូនក្រចេញមកទៅកំចាត់វាភ្លាមទៅ ដូចជាអ្វីដែលមេភូមិផាន់និយាយមែនកូនក្រក៏ចេញមកមួយរំពេញ អាឡាតូចតែមួយម៉ែនេះយើងបដៅឯងចេញមកដងឯងចាំមើលណាពងតើកូនក្រអាចយកឈ្នះវាបានទេហ្នឹងពុកនឹងព្យាយាមបន្ថែមធម៌ពលជួយកូនក្រកូនក៏សូត្របាលីដែរមក កូនក្រកាន់តែវិប្រយ័ត្នមេភូមិផាន់ក៏ព្យាយាមសូត្រអាគមកាន់តែខ្លាំងផងដែរនេះទទួលយកទៅពុចយអើយអូយខៀវផ្ដេកអញហើយងឹតភ្នែកឆឹងណាហ្មងយោយអូយកមួយចឹងទៀតចាណាពូ អូយទៀតហើយបែកខ្ទេចផ្លោកអញហើយអាចជិះក្រៃយោអូអាយយោយ ក៏មើងងាយគ្មានអសោះណាកូនក្រសបានវិញហើយវាទីនរហូតតតែពុចយស្លាប់ភ្លាមតែម្ដង សម្រាប់ឲ្យពងនេះចយវិន័យឲ្យពងប៉ុន្តែកុំអាលអនណាបន្តិចទៀតនឹងមានបរិវាររបស់វាមកទៀតហើយ ដូចមេភូមិគិតពិតមែនការស្លាប់របស់នេះចយធ្វើឲ្យគ្រូមើលខឹងជាខ្លាំងឯងគ្រាន់បើកូនក្រខ្មៅចេញមកឆាប់ឡើងមកម៉ាក់លោកគ្រូខ្ញុំមកដល់ហើយឆាប់ទៅបំផ្លាញវាភ្លាមទៅ ពេលនោះដែរកូនក្រខ្មែរមិនចាំយូរក៏សម្ដែងមកកាន់កន្លែងមេភូមិផាន់យ៉ាងលឿន ណាកូនក្រដៃគូប្រយុទ្ធឯងមកទៀតហើយឆាប់ឡើងទៅអូយអ៊ីព្រះហើយកូនក្រនោះអាក្រក់ខ្លាំងណាស់ពួកឯងម្នាក់ណាក៏មិនរួចខ្លួនដែរ តែយើងមិនឲ្យឯងធ្វើបាបអ្នកណាបានទេពេលនេះដែរគូប្រកួតទាំងពីរក៏បានប្រយុទ្ធម្ដងទៀតចំណែកកូនក្រខ្មែរក៏បានវាយកូនក្រសដួលទៅលើដីមួយទំហឹងអូយអាយ៉ូឈឺណាស់ យ៉ាងម៉េចទៅដែរឯងមិនក៏មិនក្រោកទៀតមកលោកគ្រូ ខ្ញុំចិត្តអត់ធម្មពលហើយវានេះខ្លាំងណាស់ មិនអីទេកូនក្រប្រឹងឡើងទៅ ពួកគេវាប្រយុទ្ធគ្នាចុះឡើងតែបំផុតកូនក្រសក៏យកឈ្នះកូនក្រខ្មែរបានសម្រេច ពងយ៉ាងម៉េចហើយពងពុកមិនអីទេលបងយើងតតាំងរហូតដល់មេឃភ្លឺមែនទេលបងបើជ្រុលជាតតាំងហើយមានតែប្រយុទ្ធតតែស្លាប់មកខាងទៅបានណា ចំណែកគ្រូមិលហេតុថាខាងប្រយុទ្ធមិនឈ្នះមេភូមិពេញគាត់ក៏ចេញមកតតាំងដល់កន្លែងតែម្ដង លោកបងមេភូមិមើលទៅពួកយើងមានតែការស្លាប់មកខាងទេទៅបានពិតជាអញ្ចឹងហើយឯងធ្វើបាបអ្នកស្រុកណាស់យើងមិនព្រមឲ្យឯងបន្តធ្វើវាទៀតនោះទេអូមិនដឹកស្មានថាលបងមកលើកជាអ្នកនៅពីក្រោយខ្នងការស្លាប់ទាំងនេះសោះហើយកុំនិយាយច្រើនពេកឆាប់បញ្ចេញធម៌ពលឲ្យអស់មកក្នុងពេលនេះពួកយើងត្រូវតែមានម្នាក់គឺជាអ្នកស្លាប់ហើយកូនក្រដល់ពេលម្ដងទៀតហើយឆាប់ឡើងយ៉ាងម៉េចចូលទៅសម្រាប់ពួកវាអស់ទៅអាយយពូខ្លាចណាស់សផលអើយមើលចុះនាងម៉ៃអាក្រក់អីម្ល៉េះពូកុំខ្លាចអីមិនអីទេ ខ្មៅតៃហងនិងកូនក្របានវាតប្រយុទ្ធគ្នាចុះឡើងពេលនោះកូនក្រក៏បានចាញ់ក្នុងដៃនាងម៉ៃរួចក៏រលាយបាត់ភ្លាម ណែលបងមើលទៅលបងមានតែប៉ុណ្្នឹងទេ
អឺអឺពងយ៉ាងម៉េចដែរពងកូនសុផលចូលបិទភ្នែកហាមបើកភ្នែកឲ្យសោះណា ម្ដងនេះមេភូមិផាន់បានប្រឹងអស់ពីកម្លាំងកាយចិត្តនៃដង្ហើមចុងក្រោយដើម្បីឲ្យខ្មោចនាងម៉ៃវិលទៅសម្លាប់គ្រូមិលវិញ នេះតើមានរឿងអ្វីទៅនាងម៉ៃហើយនាងចង់ធ្វើស្អីនឹង មេភូមិសូត្រមន្តអកុម្ដងហើយម្ដងទៀតតើតែនាងម៉ៃអាចសម្លាប់គ្រូមិលបានសម្រាញ់ អូយអូយបានហើយគ្រូមិលវាវិនិច្ឆ័យហើយណាណែនាងម៉ៃចូលនាងទៅចាប់ជាតិថ្មីចូល អរគុណហើយលោកមេភូមិតែឲ្យខ្ញុំរួចផុតពីបញ្ជារបស់គ្រូមិលកំណាចនេះខ្ញុំលាហើយ ពុកហត់ណាស់កូនពុកកូននឹងជួយព្យាបាលពុកឲ្យជាវិញណាពុកណាពេលនេះអស់អីហើយអ្នកភូមិរស់នៅបានសុខវិញហើយលោកប្អូនជ្រោយាឈប់បារម្ភទៅណាបាទលបងខ្ញុំអរគុណលបងហើយ ក្រោយពីគ្រូមិលស្លាប់ទៅចាប់ពីពេលនោះមកក្នុងភូមិក៏រស់នៅបានយ៉ាងសុខសាន្តតរៀងទៅ